សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមកបង្ហាញមួយទាក់ទងជាមួយការបើក file ឬក៏ convert file នៅពេលដែលយើងថតវីដេអូនៅលើទូរស័ព្ទដៃយើងតែងតែជួប file ប្រភេទ mov.mov ហ្នឹងគឺយើងបើកនៅលើកុំព្យូទ័រអត់បានទេបើសិនបើយើងថតនៅលើទូរស័ព្ទជាវីដេអូយើង send ទៅតាម Telegram អញ្ចឹងមួយទៀតប្រភេទ MKV គឺដូចគ្នាប្រភេទ file ផ្សេងៗគឺយើងមានវិធីសាស្ត្រនៅក្នុងការ convert អញ្ចឹងចាំមើលខ្ញុំបង្ហាញនៅ website មួយដែលអាច convert បានដោយចំណាយពេលលឿនមិនបាច់ download app ឬក៏អីផ្សេងៗទេ convert យើងគ្រាន់តែ access ទៅ website មួយនោះគឺយើងអាច convert file បានតែម្ដងអញ្ចឹងយើងចូលទៅទាំងអស់គ្នាអញ្ចឹងយើងបើក web browser របស់យើងមក Chrome ឬក៏ Microsoft Edge អញ្ចឹងយើងអាច search ខាង Cloud Convert យើង access ទៅ website ហ្នឹងហើយគឺនៅលើ website នេះយើងអាច sign in user ក៏បានឬអត់ក៏បានទៅតាមយើងហើយវាមានច្រើនទៅជាមួយ website នេះហ្នឹងមានប្រភេទ file ផ្សេងៗជាច្រើនដែលអាចយើង convert បានមានជាប្រភេទរូបភាពឬក៏វីដេអូអញ្ចឹងបើយើងចង់បានយើង search ក៏បានដែរអញ្ចឹង search សម្រាប់ខ្ញុំ convert file MKV អញ្ចឹងយើងក៏ search MKV មកហើយយើងចង់ convert file ហ្នឹងទៅជាប្រភេទអីប្រភេទ MP4 ឬក៏អីអញ្ចឹងយើងគ្រាន់តែ select អញ្ចឹងមកហើយយើង select យក file របស់យើង select យក file ហើយយើងចុច convert គឺវានឹងដំណើរការ process នៅក្នុងការ convert វីដេអូឲ្យយើងអញ្ចឹងតើតើជាមួយការ convert នេះទៅតាមស៊ីសងទៅលើអ៊ីនធឺណិតក៏ដូចជាប្រភេទវីដេអូរបស់អ្នកទាំងអស់គ្នាដែរថាវែងឬក៏ខ្លីក៏សិនបើវែងវា take time នឹងយូរបន្តិចបើខ្លីអាចនឹងលឿនឬយឺតតាមនឹងដែរដូចជាមិនមានអីទេគ្រាន់ការរងចាំនឹងយើងអាចរងចាំតិចទៅប្រហែលជា2ឬក៏3នាទីទៅតាមវីដេអូរបស់យើងអញ្ចឹងណានៅពេលដែលដំណើរការវាសរសេរហើយគឺនឹង load ឲ្យអ្នកទាំងអស់គ្នា download បានគឺអត់មានអីយូរទេ download នឹងអាចស៊ីសងទៅលើអ៊ីនធឺណិតឬក៏វីដេអូរបស់យើងដែរចំនួនមេរបស់យើងគឺប៉ុណ្ណឹងគឺជាការស្រេចអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូការចែករំលែករបស់ខ្ញុំសូមជួយចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់ទៅជាមួយ social media ផ្សេងៗអរគុណ